សូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់នេះជាអត្ថបទនិយាយអំពីអត្ថប្រយោជន៍ផ្លែស្វាយខ្ចីនិងការពារពីជំងឺផ្សេងៗថាអាចជួយសុខភាពបានដល់កម្រិតណាផ្លែស្វាយខ្ចីមិនត្រឹមតែមានរសជាតិឆ្ងាញ់ប្លែកនិងជាទីនិយមប៉ុណ្ណោះទេថែមទាំងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពនិងជួយការពាររាងកាយពីជំងឺមួយចំនួនផងដែរអត្ថប្រយោជន៍ចម្បងចំពោះសុខភាពជំនួយដល់ការរំលាយអាហារជាតិសរសៃ Fiber ដ៏ច្រើននៅក្នុងស្វាយខ្ចីជួយសម្រួលដល់ចលនាពោះវៀនការពារការទល់លាមកនិងធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អពង្រឹងប្រព័ន្ធភាពស៊ាំស្វាយខ្ចីសម្បូរទៅដោយវីតាមីន C យ៉ាងច្រើនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធការពាររាងកាយឲ្យរឹងមាំប្រឆាំងនឹងមេរោគនិងការឆ្លងជំងឺផ្សេងថែរក្សាភ្នែកនិងស្បែកវីតាមីន A និងសារធាតុ Beta Carotene ដែលមាននៅក្នុងស្វាយខ្ចីជួយថែរក្សាគំហើញភ្នែកឲ្យច្បាស់ល្អនិងធ្វើឲ្យស្បែកមានសុខភាពល្អភ្លឺថ្លាគ្រប់គ្រងសម្ពាធឈាមនិងសុខភាពបេះដូងជាតិប៉ូតាស្យូមនិងម៉ាញ៉េស្យូមជួយគ្រប់គ្រងសម្ពាធឈាមឲ្យមានស្ថិរភាពនិងគាំទ្រដល់មុខងារបេះដូងជំនួយដល់មុខងារខួរក្បាលសារធាតុវីតាមីន B5 មួយច្រើនក្រៃលែងចាំបាច់សម្រាប់ការថែរក្សានិងកែលម្អមុខងារខួរក្បាលការកំណត់អារម្មណ៍និងលំនាំនៃការគេងជួយក្នុងការសម្រកទម្ងន់ជាតិសរសៃខ្ពស់ធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរកាត់បន្ថយចំណង់អាហារការការពារជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ Heat Stroke ការទទួលទានទឹកស្វាយខ្ចីជាពិសេសលាយជាមួយអំបិលនិងឃ្មុំជាឱសថបុរាណដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលនិងការពារការបាត់បង់ជាតិទឹកខ្លាំងនិងជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅនៅរដូវក្ដៅជំងឺមហារីកមួយចំនួនសារធាតុប្រឆាំងអុកស៊ីតកម្ម Antioxidants និង Polyphenols ដ៏មានឥទ្ធិពលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនដោយសារការការពារកោសិកាមិនឲ្យទទួលរងការបំផ្លាញពីរ៉ាឌីកាល់សេរីជំងឺលើសឈាមជាតិប៉ូតាស្យូមជួយការពារជំងឺលើសឈាមជំងឺគ្រិនសរសៃឈាមការទទួលទានស្វាយខ្ចីជួយឲ្យសរសៃឈាមមានភាពយឺតល្អការពារជំងឺគ្រិនសរសៃឈាមជំងឺទាក់ទងនឹងថ្លើមជួយសម្អាតថ្លើមនិងកាត់បន្ថយការឆ្លងមេរោគក្នុងថ្លើមចំណុចគួរប្រុងប្រយ័ត្នជៀសវាងការទទួលទានច្រើនហួសប្រមាណភ្លាមបន្ទាប់ពីអាហារវាអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់អ្នកមានបញ្ហាក្រពះជាតិអាស៊ីតនៅក្នុងស្វាយខ្ចីអាចបណ្ដាលឲ្យឈឺពោះឬជោគចាប់ចំពោះអ្នកដែលមានដំបៅក្រពះប្រសិនបើទទួលទានច្រើនពេកជៀសវាងការញ៉ាំជ័រស្វាយវាអាចបណ្ដាលឲ្យរលាកស្បែកឬអាឡែស៊ីចំពោះអ្នកខ្លះ